วิธีងាយៗនឹងគួរឲ្យចាប់អារម្មណ៍អំពីការប្រើអនុសម្បញ្ញៈព្រមទាំងអនុវត្តតាមវិធីដែលបានណែនាំដើម្បីធ្វើជាកូនសោបើកឃ្លាំងយកទ្រព្យសម្បត្តិដ៏មហាសាលចូលអានសៀវភៅនេះដោយយកចិត្តទុកដាក់តាំងចិត្តសាកពិសោធន៍ដោយខ្លួនឯងជាពិធីសាស្ត្រដ៏អស្ចារ្យនេះដែលអ្នកនិពន្ធជឿថានឹងផ្លាស់ប្ដូរជីវិតរបស់អ្នកយ៉ាងមិននឹកស្មានដល់មនុស្សគ្រប់រូបសុទ្ធតែមានការសូត្រអធិដ្ឋានតើអ្នកដឹងទេតើការអធិដ្ឋានរបៀបណាទើបទទួលផលតើយូរប៉ុណ្ណាទើបការអធិដ្ឋានរបស់អ្នកសម្រេចផលបន្ទាប់ពីអ្នកអធិដ្ឋានរហូតក្លាយជាទម្លាប់ជាប្រចាំថ្ងៃហើយនោះជាញឹកញាប់នៅក្នុងស្ថានភាពមានអាសន្នពេលមានលំបាកនិងគ្រោះថ្នាក់ពេលមានរោគពាព្យាធិឬក៏ពេលសេចក្តីស្លាប់កំពុងរំកិលមកចិត្តការអធិដ្ឋាននឹងត្រូវគេយកមកប្រើភ្លាមមិនថាជាហេតុការណ៍នោះកើតឡើងនៅលើខ្លួនអ្នកឬកើតឡើងនៅលើមិត្តភ័ក្តិអ្នកក៏ដោយប្រសិនបើអានកាសែតរាល់ថ្ងៃយើងនឹងឃើញថាមានសំណូមពរឲ្យការអធិដ្ឋាននៅពាសពេញប្រទេសមិនថាការអធិដ្ឋានឲ្យក្មេងដែលកើតជំងឺរ៉ាំរ៉ៃការអធិដ្ឋានដើម្បីឲ្យមានសន្តិភាពដល់ប្រជាជាតិនិងអធិដ្ឋានដល់កម្មករអណ្ដូងរ៉ែដែលកប់ជាប់នៅក្នុងអណ្ដូងដោយសារតែបាក់ដីជាដើមក្រៅពីនេះនៅព័ត៌មានបន្ថែមទៀតបន្ទាប់ពីការជួយសង្គ្រោះកម្មករឲ្យចេញពីអណ្ដូងហើយពួកគេក៏ផ្ដល់ប័ណ្ណសម្ភាសថាគេនាំគ្នាអធិដ្ឋានសុំគណៈពេលដែលរងចាំការជួយសង្គ្រោះចំណែកឯការពីតែនយន្តហោះនិយាយថាគេក៏អធិដ្ឋានដែរខណៈពេលយន្តហោះចុះចតយ៉ាងមានសុវត្ថិភាពនៅក្នុងគ្រាមានអាសន្នពិតណាស់ការអធិដ្ឋានគឺជាអ្វីដែលអាចជួយបាននៅពេលជួបប្រទះនឹងគ្រោះវិបត្តិហេតុអ្វីក៏ត្រូវរងចាំឲ្យវិបត្តិកើតឡើងជាមុនបែបនេះចូលតាំងចិត្តអធិដ្ឋានដើម្បីឲ្យវាជាផ្នែកមួយនៃការលើកកម្ពស់ជីវិតការតបស្នងភ្លាមៗដល់គួរឲ្យអស្ចារ្យអំពីការអធិដ្ឋានដែលចុះផ្សាយក្រោមចំណងជើងធំៗទាំងនេះគឺសុទ្ធតែជាសក្ខីកម្មយ៉ាងច្បាស់នៅលទ្ធផលដែលទទួលពីការអធិដ្ឋាននេះមានការអធិដ្ឋានបែបលេងៗជាច្រើនរបស់បណ្ដាក្មេងៗរួមទាំងការអធិដ្ឋានយ៉ាងសាមញ្ញមុនពេលបរិភោគបាយប្រចាំថ្ងៃជំនឿដ៏មុតមមដែលម្នាក់ៗបានបញ្ចូលទៅក្នុងការអធិដ្ឋាននោះគឺវាគ្រាន់តែជាការរិះរកមធ្យោបាយភ្ជាប់ទំនាក់ទំនងផ្នែកស្មារតីជាមួយនឹងព្រះជាម្ចាស់ប៉ុណ្ណោះទេឬដោយសារការងារជាអ្នកនិពន្ធតម្រូវឲ្យមានសព្វនភាពនឹងមនុស្សដ៏ច្រើនទើបធ្វើឲ្យមានការចាំបាច់ត្រូវសិក្សាអំពីសូត្រអធិដ្ឋានផ្សេងៗដែលនៅក្នុងជីវិតអ្នកនិពន្ធផ្ទាល់ក៏ធ្លាប់ជួបមានបទពិសោធន៍ទាក់ទងទៅនឹងអំណាចនៃការអធិដ្ឋានរួចមកហើយដែរថែមទាំងបានជជែកលេងនិងធ្វើការជាមួយមនុស្សជាច្រើនដែលទទួលប្រយោជន៍ដ៏អស្ចារ្យអំពីការអធិដ្ឋាននេះបញ្ហាដែលជួបប្រទះញឹកញាប់គឺតើត្រូវធ្វើដូចម្តេចដើម្បីបង្រៀនអ្នកដទៃឲ្យគេយល់ច្បាស់អំពីការសូត្រអធិដ្ឋានឲ្យមានប្រសិទ្ធភាពព្រោះមនុស្សដែលធ្លាក់ចូលទៅក្នុងអន្លង់ទុកនោះពួកគេមានការលំបាកជាខ្លាំងនៅក្នុងការគិតនិងប្រព្រឹត្តឲ្យសមស្របទៅតាមហេតុផលដូច្នេះពួកគេត្រូវតែមានវិធីសាស្ត្រដែលងាយស្រួលនៅក្នុងការយកប្រតិបត្តិឲ្យមានប្រសិទ្ធភាពជាក់ស្ដែងដែលអាចយកមកអនុវត្តបាននៅក្នុងស្ថានភាពបន្ទាន់ភ្លាមៗនោះចំណុចលេចធ្លោនៃសៀវភៅនេះភាពលេចធ្លោនៃសៀវភៅនេះគឺដោយសារតែគោលប្រតិបត្តិអាចយកទៅប្រើហើយទទួលបានផលជាក់ស្ដែងនៅលើโลกនេះអ្នកកំពុងតែទទួលការណែនាំពីវិធីសាមញ្ញដ៏មានប្រសិទ្ធភាពរួមទាំងរូបមន្តផ្សេងៗដែលអ្នកអាចយកទៅប្រើក្នុងការងារប្រចាំថ្ងៃយ៉ាងងាយស្រួលអ្នកនិពន្ធបានបង្រៀនពិធីអនុវត្តយ៉ាងសាមញ្ញទាំងនេះទៅដល់មនុស្សទាំងឡាយទូទាំងពិភពលោកហើយកាលពីពេលថ្មីៗនេះមានមនុស្សមកពីគ្រប់សាសនាជាង1000នាក់បានមកចូលរៀនវគ្គបណ្ដុះបណ្ដាលពិសេសដែលប្រារព្ធធ្វើនៅទីក្រុង Los Angeles ជាកន្លែងដែលអ្នកនិពន្ធបានធ្វើបទបង្ហាញអំពីពិធីសាស្ត្រផ្សេងៗនិងដែលយកមកចងក្រងនៅក្នុងសៀវភៅមួយក្បាលនេះយ៉ាងលម្អិតអ្នកខ្លះធ្វើដំណើរដល់ទៅ200ម៉ៃដើម្បីមកចូលរួមនៅក្នុងកម្មវិធីសិក្សាម្ដងដែលយើងរៀបចំធ្វើនេះលក្ខណៈពិសេសនៃសៀវភៅដែលអ្នកកំពុងអាននេះវានឹងបង្ហាញឲ្យឃើញថាហេតុផលអ្វីទើបជាញឹកញាប់អ្នកទទួលផលផ្ទុយខុសអំពីអ្វីដែលខ្លួនអធិដ្ឋានមនុស្សជាច្រើនទូទាំងពិភពលោកបានផ្ដោតសំណួរដដែលទៅឲ្យអ្នកនិពន្ធរាប់ពាន់ដងមកហើយក្នុងទំនងដែលថាហេតុអ្វីបានជាខ្ញុំអធិដ្ឋានច្រើនដងហើយនៅតែមិនទទួលបានផលអ្វីសោះក្នុងសៀវភៅនេះអ្នកនឹងបានជួបចម្លើយរបស់សំណួរដដែលខាងលើនិងលើសពីនេះទៀតអ្នកនឹងជួបវិធីជាច្រើននៅក្នុងការគ្រប់គ្រងអនុសម្បញ្ញៈព្រមទាំងទទួលផលតបស្នងយ៉ាងស័ក្តិសមអំពីការអធិដ្ឋាននេះគឺជាកត្តាដែលធ្វើឲ្យសៀវភៅមួយនេះមានគុណតម្លៃខ្ពស់ពីធម្មតានិងជាជំនួយដល់អ្នកនៅពេលដែលអ្នកជួបប្រទះនឹងវិបត្តិស្មុគស្មាញទាំងឡាយតើអ្នកមានជំនឿទៅលើអ្វីផ្ទុយពីអ្វីដែលមនុស្សជាច្រើនបានគិតវាមិនមែនជាការជឿជាក់ទៅលើវត្ថុដែលអាចឆ្លើយតបទៅនឹងការអធិដ្ឋានរបស់មនុស្សនោះទេអ្វីដែលជាលទ្ធផលពីការអធិដ្ឋានវាគឺជាលទ្ធផលដែលកើតឡើងដោយសារតែអនុសម្បញ្ញៈរបស់បុគ្គលនោះពេញចិត្តទទួលស្គាល់រូបអារម្មណ៍ឬការគិតដែលកើតឡើងនៅក្នុងចិត្តដែលច្បាប់នៃការជឿនោះគឺគោលមាគ៌ាបដិបត្តិសម្រាប់គ្រប់សាសនានៅលើโลกនេះគឺជាហេតុផលដែលថាហេតុអ្វីទៅពុទ្ធសាសនិកគ្រិស្តសាសនិកអ៊ីស្លាមសាសនិកនិងហេប្រូសាសនិកយល់បានយ៉ាងស៊ីជម្រៅអំពីគោលការណ៍ចិត្តវិទ្យាពួកគេទាំងនេះអាចទទួលនៅអ្វីដែលខ្លួនសូត្រអធិដ្ឋានតែនោះមិនមែនមកពីគោលការណ៍ជំនឿសាសនាវិធីការបែបបទតម្រង់ការពិធីសូត្រមន្តវេទមន្តការបូជាយញ្ញឬក៏សំណែនដង្វាយអ្វីទេទៅវិញគឺអាស្រ័យទៅលើសទ្ធាជ្រះថ្លាឬការជឿជាក់ឬក៏ចិត្តជឿសុខទៅនឹងអ្វីដែលគេកំពុងអធិដ្ឋាននោះដូច្នេះច្បាប់នៃជីវិតគឺជាច្បាប់នៃជំនឿហើយជំនឿនេះបានប្រមូលផ្ដុំគ្នាមកនៅត្រង់ចិត្តរបស់អ្នកនេះឯងដូច្នេះខណៈពេលដែលមនុស្សយើងគិតមានចិត្តរំភើបហើយមានជំនឿទាំងអស់នេះគឺជាសភាវៈចិត្តរាងកាយនិងមជ្ឈដ្ឋានជំវិញវិធីសាស្ត្រឬដំណើរការអ្វីក៏ដោយសុទ្ធតែរំពឹងផ្នែកទៅលើការយល់ច្បាស់
ពីអ្វីដែលអ្នកកំពុងធ្វើរួមទាំងហេតុផលដែលជាហេតុអ្វីទើបយើងធ្វើដូច្នោះដែលវានឹងធ្វើឲ្យអ្នកជ្រួតជ្រាបទៅដល់ការប្រមូលផ្ដុំអនុសម្បញ្ញៈដែលបង្កប់នៅក្នុងសោភ័ណភាពទាំងឡាយនៃជីវិតវាគឺជាការចាំបាច់បំផុតនៅក្នុងការស្វែងយល់ឲ្យបានច្បាស់អំពីបំណងប្រាថ្នាពិតប្រាកដដែលចេញពីបេះដូងរបស់ខ្លួនប្រសិនបើអ្នកចង់ឲ្យមានការឆ្លើយតបជាវិជ្ជមានអំពីការអធិដ្ឋានរបស់ខ្លួននោះបំណងប្រាថ្នាគឺជាការសូត្រអធិដ្ឋានមនុស្សគ្រប់រូបចង់មាន